តើអ្វីទៅជា Botox តើ Botox មានសកម្មភាពយ៉ាងដូចម្តេចខ្លះតើ Botox អាចប្រើប្រាស់នៅក្នុងវិស័យអ្វីខ្លះតើ Botox អាចមានសកម្មភាពផលរំខានអ្វីខ្លះទៅក្នុងខ្លួនរបស់យើងតើ Botox អាចនៅក្នុងខ្លួនយើងបានរយៈពេលប៉ុន្មានតើអ្នកណាខ្លះមិនអាចប្រើប្រាស់នៅ Botox នេះបានវីដេអូនេះឧបត្ថម្ភដោយ DR Hair and Beauty Spa DR Hair and Beauty Spa មានសេវាកម្មដូចជាម៉ាស្សាមុខញែកមុនបញ្ចូលវីតាមីនមុខដោយម៉ាស៊ីនទំនើបចាក់បញ្ចូលវីតាមីនទៅលើស្បែកមុខធ្វើ baby face ធ្វើ mesovi ធ្វើ PRP ទៅលើស្បែកមុខនិងធ្វើ PRP ទៅលើស្បែកក្បាលចាក់បញ្ចូលវីតាមីនបណ្ដោះសក់និងព្យួរសេរ៉ូមសាច់ស្អាតនិងព្យួរសេរ៉ូមសម្រកជំរាបសួរខ្ញុំបាទវិជ្ជាមតិណមកញ្ញរិទ្ធថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីចែករំលែកនោះគឺ Botox បាទភាគច្រើន Botox យើងទូទៅគាត់ដឹងភាគច្រើនថា Botox គឺគេចាក់ទៅលើថ្ងាសដើម្បីបំបត្តិជ្រួញកតុយភ្នែកកហើយនឹងចាក់បរួមសាច់ដុំធ្គាមអីជាដើមប៉ុន្តែភាគច្រើនគាត់អត់បានដឹងទេថាតកតងជាមួយនឹង Botox ហ្នឹងតើវាជាអ្វីវាបានមកពីណាតើវាមានសកម្មភាពបែបណាផលរំខានផលចំណេញវាមានអីខ្លះអ្នកណាខ្លះមិនចាំបាច់ត្រូវគួរចាក់មិនអាចត្រូវចាក់ឲ្យបានអត់ដឹងទេមែនទេអញ្ចឹងទៅថ្ងៃនេះខ្ញុំលើកវិធានបទនេះដើម្បីមកបញ្ជាក់ detail ដើម្បីថាឲ្យបានដឹងពី Botox នេះតាបាទជាការប៉ុណ្ណា Botox គឺបានមកពីពាក្យថា Botulinum toxin ដែលវាជាតុកស៊ីនមួយដែលផលិតមកពីបាក់តេរី Clostridium botulinum ដែលវាមានតួនាទីមានសកម្មភាពក្នុងការកាត់ផ្តាច់នៃការចរន្តនៃការបញ្ជូនព័ត៌មានអំពីខួរក្បាលរបស់យើងទៅកន្ត្រាក់ទៅលើសាច់ដុំដែលវាកាត់ផ្តាច់នៅការផលិតនៅពួក acetylcholine ហ្នឹងវាមានតួនាទីក្នុងការតភ្ជាប់នៃការប្រព័ន្ធប្រសាទរបស់យើងនៃការបញ្ជាចរន្តប្រព័ន្ធប្រសាទរបស់យើងទៅកាន់សាច់ដុំក្នុងការកន្ត្រាក់អញ្ចឹងវាតួនាទីវាកាត់ផ្តាច់អានឹងបណ្ដោះអាសន្នដែលធ្វើឲ្យកាត់ផ្តាច់ទៅវាធ្វើឲ្យយើងខួរក្បាលយើងបញ្ជាក្នុងការកន្ត្រាក់សាច់ដុំនឹងអត់បានអញ្ចឹងវាធ្វើឲ្យសាច់ដុំនឹងសម្រាកអញ្ចឹងយើងអាចបញ្ជាអត់អាចកន្ត្រាក់បានវាទៅជារាបស្មើធម្មតាទៅវាធ្វើឲ្យទៅជាបាត់ស្នាមជ្រួញអីចឹងទៅហើយជាក់ស្ដែងដូចជាធ្គាមសាច់ដុំធ្គាមក៏ដូចនេះដែរនៅពេលដែលយើងចាក់វាទៅវាធ្វើឲ្យការសកម្មភាពក្នុងការតាពីឬក៏ហាមាត់អីហ្នឹងវាអត់បានកន្ត្រាក់ខ្លាំងធ្វើចលនាខ្លាំងវាធ្វើឲ្យសាច់ដុំយើងរួមតូចផងដែរអញ្ចឹងធ្វើឲ្យទូចឃើញមុខវាអីជាដើមប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងថា Botox អាចប្រើប្រាស់ក្រៅពីវិស័យកែសម្ផស្សនិងថែរក្សាសម្ផស្សនឹងហើយគឺវាអាចចូលរួមក្នុងការព្យាបាលនៅក្នុងវិស័យសុខាភិបាលផងដែរទៅលើជំងឺមួយចំនួនដែលទាក់ទងជាមួយនឹងការកន្ត្រាក់របស់សាច់ដុំមានដូចជាជំងឺ over active bladder បានន័យថាជំងឺការកន្ត្រាក់សាច់ដុំផ្លោកនោមញឹកទៅវាធ្វើឲ្យយើងនោមញឹកអីចឹងទៅដោយសារតែការកន្ត្រាក់របស់សាច់ដុំផ្លោកនោមអញ្ចឹងទាក់ទងជាមួយនឹងជំងឺបកាំងឈឺក្បាលមួយចំហៀងអីហ្នឹងក៏យើងអាចប្រើប្រាស់នៃការចាក់ Botox ផងដែរទាក់ទងជាមួយនឹងការសលៀងភ្នែកដែលបណ្ដាលមកពីការកន្ត្រាក់នៃសាច់ដុំភ្នែកទាញទៅក៏យើងអាចព្យាបាលដោយការប្រើប្រាស់ការ Botox អ្នកដែលញាក់ភ្នែកញឹកញាប់ដែលពិបាកក្នុងការបញ្ជាហ្នឹងក៏យើងអាចប្រើប្រាស់Botox ផងដែរហើយអ្នកដែលវិកមាត់ដោយសារតែការទាញរបស់សាច់ដុំមួយចំហៀងទៀតហ្នឹងក៏យើងអាចប្រើប្រាស់នៅ Botox ហើយអ្នកតងជាមួយនឹងការសាច់ដុំកកជាមួយនឹងស្មាដែលវាកន្ត្រាក់ខ្លាំងធ្ងន់ធ្ងរដែលវាប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃអីហ្នឹងក៏យើងអាចប្រើប្រាស់ Botox ផងដែរហើយអ្នកដែលមានបាច់ញើសក្លៀកច្រើនក៏យើងអាចចាក់ Botox ដើម្បីកាត់បន្ថយការកន្ត្រាក់នៃកពេញខ្លាញ់កពេញញើសនៅក្លៀកកាត់បន្ថយអាហ្នឹងទៅក៏វាធ្វើឲ្យបាត់បង់នៅកាត់បន្ថយនៅការបែកញើសក្លៀកផងដែរបាទហើយតកតងជាមួយនឹងផលរំខានផនវាបន្ទាប់ពីចាក់ទៅវាអាចធ្វើឲ្យយើងឈឺអួលហើមអីតិចតួចនៅតំបន់ដែលចាក់ហ្នឹងហើយអាចឲ្យយើងរៀងស្ងួតភ្នែកយើងរៀងដូចមានអារម្មណ៍ផ្ដាសាយឈឺពោះអីតិចតួចអាហ្នឹងជាផលរំខានផនBotox ហ្នឹងហើយផលរំខានសំខាន់នោះគឺការបានន័យថាស្ពឹកមុខដែលវាធ្ងន់មុខឬក៏វាធ្លាក់ភ្នែកធ្លាក់មាត់អីអាហ្នឹងគឺបណ្ដាលមកពីការចាក់ខុសនៃសាច់ដុំឬក៏
តាក់ទងជាមួយនឹងការចាក់លើកកម្រិតនៃសាច់ដុំព្រោះនៅពេលដែលយើងជាទូទៅនៅតែចាក់Botox គួរតែចាក់ជាមួយនឹងវិជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់បានស្គាល់ពី anatomy មានវិជ្ជាជីវៈត្រឹមត្រូវមានសញ្ញាបត្របានរៀនសិក្សាបានច្បាស់លាស់ពី anatomy របស់សាច់ដុំទៅលើមុខទៅចាក់ទៅវាអត់មានហានិភ័យអីទាំងអស់ហើយមួយទៀតបើសិនជាជាតិ Botox នឹងច្រើនវាលើកម្រិតហ្នឹងឲ្យអាចឲ្យទៅជាជំងឺមួយទៀតដែលគេហៅថា botulism ដែលជំងឺហ្នឹងដែលធ្វើឲ្យទន់សាច់ដុំនៅពេលដែលជាតិ Botox នឹងច្រើនវាទៅជាជំងឺ botulism ហ្នឹងផងដែរបាទអញ្ចឹងការចាក់ Botox ត្រូវប្រុងប្រយ័ត្នបន្តិចហើយសកម្មភាពរបស់ Botox នៅខ្លួនយើងអាចមានរយៈពេលពី3ទៅ6 ខែ បើពេលពី3ទៅ6 ខែ សាច់ដុំយើងចាប់ផ្ដើមកធាក់មកវិញម្ដងតិចអញ្ចឹងដើម្បីឲ្យមានប្រសិទ្ធភាពឡើងវិញយើងអាចចាក់បន្តទៀតបានហើយការចាក់ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់នោះគឺយើងត្រូវតែតមជាតិវីយ៉ាជាតិអាល់កុលអីស្រាអីហ្នឹងយ៉ាងហោច1សប្តាហ៍មុនទៅចាក់ទៅទទួលសេវាកម្មហ្នឹងហើយថ្នាំអាស្ពីរីនហើយនិងថ្នាំប្រឆាំងការលាកហ្នឹងក៏តមរយៈពេល2សប្តាហ៍មុនទៅចាក់ផងដែរហើយរយៈពេលដែល Botox នឹងមានសកម្មភាពពេញលេញហ្នឹងគឺអាចចន្លោះពី7ថ្ងៃទៅ14ថ្ងៃអាហ្នឹងវាមានសកម្មភាពពេញប្រសិទ្ធភាពពេញលេញតែម្ដងតាក់ទងជាមួយនឹងអ្នកណាខ្លះដែលយើងគប្បីដែលមិនគួរតែចាក់ Botox មុនចូលនឹងអ្នកដែលមិនគួរតែចាក់ Botox ហ្នឹងបន្ថែមតិចទៀតបន្ទាប់ពីចាក់ Botox ហើយយើងត្រូវតែតមក្នុងការញីទៅលើអាសាច់ដុំដែលចាក់ហ្នឹងហាមផ្ដាច់ហ្មងព្រោះតែពេលយើងចាក់យើងឆ្លីទៅលើអាសាច់ដុំដែលកំពុងចាក់ហ្នឹងវាអាចទាំងបែកនឹងសារធាតុមានន័យថាវាជ្រាបអាសារធាតុ Botox ហ្នឹងទៅដល់សាច់ដុំផ្សេងនៅជិតខាងហ្នឹងដែលយើងអត់ចង់ឲ្យវាមានសកម្មភាពដែលហ្នឹងហើយដែលអាចធ្វើឲ្យទៅជាធ្លាក់មុខធ្លាក់អីឬក៏ធ្លាក់ភ្នែកអីដោយសារតែវាជ្រាបបើសិនជាយើងឆ្លីទៅវាហើយយើងត្រូវតែសម្រាកនៅស្ងៀមយ៉ាងហោចបាន4ម៉ោងដែរពេលក្រោយចាក់ Botox ហ្នឹងហើយយើងតមធ្វើសកម្មភាពធ្ងន់ទៅលើការបញ្ជាសាច់ដុំហ្នឹងយ៉ាងហោច24ម៉ោងផងដែរបាទឥឡូវយើងចូលទៅដល់អ្នកដែលមិនគួរឲ្យចាក់ Botox ហ្នឹងគឺស្ត្រីដែលមានផ្ទៃពោះឬក៏បំផៅដោះកូនគឺហាមផ្ដាច់មិនអាចប្រើទេវាអាចប៉ះពាល់ទៅដល់កូនចំពោះអ្នកដែលមានប្រតិកម្មជាមួយទឹកដោះគោ allergy ជាមួយនឹងកាឡាក់តុសអីជាដើមហ្នឹងក៏ហាមផ្ដាច់ក៏អាចប្រើប្រាស់នៅ Botox នេះផងដែរបាទឥឡូវប្រធានបទនៅតាក់ទងជាមួយនឹង Botox នេះក៏ដល់ទីបញ្ចប់ផងដែរបើមានចម្ងល់អ្វីអាច inbox សួរខ្ញុំបានហើយអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយចុច like share និង follow page របស់ខ្ញុំហើយនិង subscribe នៅ channel YouTube follow នៅ TikTok របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា